មហាជនជាច្រើនយល់ថាសង្វៀនហងមាសអាចនឹងរៀបឲ្យឌីមសរមចូលដណ្ដើមខ្សែក្រវ៉ាត់របស់ប៉ែនកមហាម៉ាត់ការយល់ឃើញបែបនេះដោយផ្អែកតាមរយៈការបង្ហើបនៅលើទំព័រ Facebook របស់អ្នករៀបចំកម្មវិធីប្រដាប់ចាប់ស្ថានីយ៍ទូរទស្សន៍ហងមាសគឺលោកគ្រីពីឡុតដែលលោកបាន live បញ្ជាក់ថានឹងមានបេក្ខភាពមួយរូបដែលដាក់ឲ្យឌីមសរមដណ្ដើមដែលលោកមិនទាន់បញ្ជាក់ថាជាខ្សែក្រវ៉ាត់ឬក៏ជាពាននៅឡើយទេប៉ុន្តែលោកបញ្ជាក់ថាដៃគូមួយនោះជាអ្នកដែលធ្លាប់ចាញ់ឌីមសរមម្ដងដោយមិនទាន់អស់ចិត្តឌីមសរមនឹងធ្វើឲ្យអ្នកមិនអស់ចិត្តបាទខ្ញុំប្រហើបមានកីឡាករមួយរូបដែលគាត់មិនអស់ចិត្តហើយគ្រូគាត់ថាអត់អស់ចិត្តទេបាទហើយគាត់ថាគាត់ទទួលស្វាគមន៍បាទព្រោះឲ្យគាត់ចង់នៅតែលំដាប់លេខ1ដដែលណាគាត់ថាបើសិនបើគាត់ឈ្នះឌីមសរមវិញគាត់នៅលំដាប់លេខ1ដដែលប៉ុន្តែបើសិនបើចាញ់ឌីមសរមនៅលំដាប់ទី2ឌីមសរមដដែលប៉ុន្តែឥឡូវនេះឌីមសរមស្ម័គ្រស្មោះហើយបាទគាត់ថាមកគឺមកដដើមបាទគឺមកដដើមគាត់អ្នកមានសមត្ថភាពហើយមកដដើមទៀតបាទអញ្ចឹងបងប្អូនដឹងតែកីឡាកររូបណាបាទខ្ញុំផ្ដាំផ្ញើជូនផងបាទអញ្ចឹងការប្រកួតធំនៅពេលខាងមុខរវាងឌីមសរមបាទនៅពេលខាងមុខនេះគឺប្រកួត5ទឹកបាទ5ទឹកកងធំដាច់ស្រេចហើយបាទធានាជូនមកដាច់ស្រេចហើយសម្រាប់ភាគីខាងនោះគាត់ថាអត់ឲ្យចប់5ទឹកទេបាទអត់ឲ្យចប់5ទឹកទេឌីមសរមក៏ថាដែរគាត់ថាប្រសិនបើផ្្លាត់ឲ្យកន្លែងណាមួយក៏គាត់អត់ឲ្យចប់ទឹកដូចគ្នាដែរឲ្យដាច់ស្រេចតែហ្មងបាទ